ចឹងជាឡៃខ្លួនលើជាងគេសាងសង់ហើយផ្លូវនេះបើនិយាយពីផ្លូវនេះខ្ញុំធ្លាប់មកយូរហើយតាំងពីឆ្នាំណាឆ្នាំណីឥឡូវខ្ញុំសាងទីមកនេះគឺសាលាស្រុកឃុំបាគូអញ្ចឹងក៏មុនផ្លូវនេះផ្លូវដីទេតែឥឡូវបច្ចុប្បន្នផ្លូវនេះផ្លូវគេចាក់ស៊ូហើយនៅទឹកស្ទឹងនេះនៅមានទឹកនៅឡើយទេព្រែកហើយផ្លូវស្អាតផ្ទះប្រជាពលរដ្ឋមានការប្រែប្រួលមកចំនួនគឺផ្ទះដែលនៅខាងមុខហ្នឹងគឺផ្ទះចាស់អីចឹងណាហើយផ្លូវហើយសម្រាប់ផ្ទះខាងក្រោយនេះជាច្រើនគឺផ្ទះថ្មហើយមានទីលបាយមានការ៉ាសាំងចឹងយើងជិះមកតិចទៀតមកឃើញមានកន្លែងប៉ះកង់ម៉ូតូតែកន្លែងប៉ះកង់ម៉ូតូហ្នឹងក៏បើកគេអូណាចាក់ភ្លេងស្មូតមួយបាត់ហើយបងប្អូនអើយអញ្ចឹងនៅនេះទឹកស្ទឹងឃើញថានៅប្រែកឃើញថានៅមានច្រើនអញ្ចឹងនេះយើងជិះមកមុខតិចទៀតខ្ញុំជិះដល់វត្តមួយហៅវត្តព្រៃរោមនេះបងប្អូនវត្តព្រៃរោមមានតម្រៃ2នៅពីមុខហ្នឹងខ្លោងទ្វារថ្មីនេះខ្លោងទ្វារចាស់នេះបងប្អូនខ្លោងទ្វារចាស់អញ្ចឹងសភាពអ្នកនៅស្រុកកដាលស្ទឹងនេះមានន័យថានៅជីវភាពបែបពាក់កណ្ដាលក្រុងពាក់កណ្ដាលជនបទចឹងជិះមកតិចមកយើងឃើញមានអតេះដឹកខ្ជូងមួយនៅខាងស្ដាំដៃហ្នឹងបកខ្មៅហ្នឹងគឺអតេះដឹកខ្ជូងអានេះគឺដូចជាគោយន្តទេមិនមែនឡានទេគោយន្តមែនបងប្អូននេះឡានដឹកដីក្រុមបំផ្លាញផ្លូវឡានដឹកដីនេះក្រុមបំផ្លាញផ្លូវពួកនេះជិះបំផ្លាញផ្លូវមធ្យមឯងងុំជិះលឿនទៀតអានេះសាលាបុតភូមិត្បូងក្ដីអញ្ចឹងផ្លូវនេះខ្ញុំជិះពីផ្លូវជាតិលេខ3ចាក់មកផ្លូវជាតិលេខ2តាមស្រុកកណ្ដាលស្ទឹងអញ្ចឹងយើងនឹងចេញនៅផ្សារសៀមរាបអូណែស្ដាប់ធម្មសិក្សាស្មាបាគូនេះធំហ្នឹងគេដល់បងប្អូនអើយមានកន្លែងលក់គ្រឿងសំណង់កន្លែងអីមិនថឹកដែរមាន KTV ទៀតដល់បងប្អូនចង់បានការ៉េ4អញ្ជើញមកនេះការ៉េ4អូនៅនេះមានផ្លូវផ្ទះជាពលរដ្ឋរស់នៅច្រើនណាស់នេះមានភូមិបាយអូមកដល់ផ្លូវបាត់ចប់នេះផ្នែកសឹករងស្រុកកណ្ដាលស្ទឹងមានផ្ទះនៅខាងក្នុងអញ្ចឹងផ្លូវនេះយើងជិះមកបានតែពាក់កណ្ដាលផ្លូវទេដែលឃើញចាក់បេតុងរួចរាល់បងប្អូនហើយនៅសល់ពាក់កណ្ដាលទៀតផ្លូវនេះហៅផ្លូវថ្មអាចថាគេកិនប្រហាប់ហើយតែមិនទាន់បានចាក់អញ្ចឹងណាបងប្អូនអូនេះលក់អីនេះបងប្អូនស្គាល់ទេអីគេហៅលក់អីមានមកដល់ត្រឹមនេះប្រជាពលរដ្ឋឡើងពាក់កណ្ដាលក្រុងពាក់កណ្ដាលស្រុកអីគឺ 30% ក្រុង 70% ជនបទចឹងនេះក្រុមបំផ្លាញផ្លូវសេវាប៉ុណ្ណឹងប្រជាជិះមានមេត្តាហើយបើឃើញយើងឡើងបត់ឬមួយក៏អីហើយអាចគៀនហើយបងប្អូនអើយអាហ្នឹងអត់បានទេតែវាបត់ឬមួយក៏វាអីហើយគឺទៅហើយលបងផ្ទះអូផ្លេក្នុងផ្អើគេផ្អើឯងមានគេលក់អត់ឡើយ
តែឥឡូវងុយ2000ចឹងផ្លូវផងយើងនេះទៅនេះបងប្អូនក្រុមបំផ្លាញផ្លូវក្រុមបំផ្លាញផ្លូវហ្នឹងហើយនៅកន្លែងនោះមិនមានផ្សារភូមិទេមួយជាមួយថ្ងៃក្រោយជិះមកលេងកន្លែងនោះទៀតជាងនេះមានលក់គ្រឿងសំណង់លក់អីច្រើនផ្លូវនេះខ្ញុំខានមកយូរហើយមិនព្រម10ឆ្នាំហើយនេះផ្លូវហ្នឹងតែខ្ញុំធ្លាប់ជិះមកអីផ្ទះជួលនៅចិត្តអីអានេះខ្ញុំអត់ស្គាល់ដែរចាំមើលខ្លាំងផងគេមើលគេហៅជាឡៃឬមួយក៏អីគេនេះអូសួងអូកន្លែងស្ដារនីតិសម្បទាគ្រឿងញៀនមានន័យថាកន្លែងនេះកន្លែងផ្ដាច់គ្រឿងញៀនឬមួយក៏កន្លែងបន្សាបគ្រឿងញៀនបងប្អូននេះកន្លែងការិយាល័យរៀបចំដែនដីនគររូបនីយកម្មអូនេះមណ្ឌលសុខភាពបាគូនេះបងប្អូនចឹងនឹងមណ្ឌលសុខភាពបាគូនេះកន្លែងចាំមណ្ឌលថែទាំស្មារតីអូនេះដូចជានៅទីរួមស្រុកផងគេនេះតែឃើញមានគ្រប់ទីមានសាលាស្រុកកណ្ដាលស្ទឹងចឹងនេះប្រហែលជាទីរួមស្រុកចំទីរួមស្រុកហ្មងចឹងអាកន្លែងបាគូហ្នឹងមិញហ្នឹងមិនមែនទេមិនមែនចំកន្លែងទីរួមស្រុកអីទេចឹងមកដល់នេះអូខ្សែ1គីឡូហ្មងណាមានផ្លូវក្រុមឡានដឹកនោះនៅក្នុងជានេះមាននេះច្រើនផ្ទះជាពលរដ្ឋអីចឹងទៅស្ថានីយវិទ្យុជាតិកម្ពុជាអូស្ថានីយវិទ្យុជាតិនៅនេះទេអូមានដើមពោធិ៍កាហ្វេដើមពោធិ៍អូតំណងនេះតែមើលឯក្រោយមិនបាច់បាក់ទិញកាហ្វេនឹងពេញអីមិនចាំមកទិញកាហ្វេនៅដើមពោធិ៍នេះកាហ្វេដើមពោធិ៍នេះគឺកាហ្វេដែលមានដើមពោធិ៍នៅចំកណ្ដាលดูแหละจำแหละกาแฟของผมเอ้ยแต่นี่คือวันกาแฟกระดาษเลยเนี่ยไปจอดเลยเปิดต่อตีนี่จุกตีได้ของผมเอ้ยกรมบ่มพลานพลาเนี่ยเลยนี่นะก็chạm bê tôngไปไงông như bằng phồn thếជាពលរដ្ឋនៅនេះអត់ទាន់អភិវឌ្ឍខ្លាំងក្លាទេនេះមានត្រាំបោទៀតណាមានភូមិទីទូចៗនៅក្នុងចឹងខ្ញុំជិះបានបន្តិចមកយើងមកដល់វត្តទៀតហើយប្រទេសខ្មែរយើងសម្បូរវត្តតិចបងប្អូនអើយវត្តហើយសាលារៀនវត្តកែវឧត្តមហៅវត្តស្វាយវត្តកែវឧត្តមហៅវត្តស្វាយតែផ្ទះឬមួយក៏ផ្លូវអត់មានមនុស្សនៅទេនៅក្បែរវត្តហើយនេះប្រហែលជាខ្លងទ្វារចូលទៅកន្លែងឈិបនដ្ឋានអូនៅនេះមានសាលាបុណ្យមួយទៀតបងប្អូនមានសាលាបុណ្យមានផ្ទះមានអីច្រើននៅខាងក្នុងណា
ចាំមើលមានពេលខ្ញុំជិះចូលទៅសម្រាប់ថ្ងៃក្រោយចូលទៅតាមភូមិខាងក្នុងម្ដងនៅនេះក៏មានផ្ទះចាយមានដីស្រែគេក៏នៅដែរនេះនៅបងប្អូនក្រុមបំផ្លាញផ្លូវកន្លងមកហើយឲ្យគាត់រត់តាគ្នាគាត់20-30 ឡានហ្នឹងរត់តា2-3 ខែហ្នឹងឡើងទៅជាដងណាឡើងទៅជាដងហ្មងមានគេលក់បាយលក់អីដែរមានតែនំតែអីចឹងទៅប៉ុនបងប្អូនងាកប៉ុនងាកការស្លាប់ដាច់ចោលចង់យកទៅដាក់លំរយដែរនេះសើមកតែនេះផ្លូវមានផ្លូវបន្លាយច្រើនផ្លូវនេះដូចជាធ្លាប់ជិះកាលពីមុនតែខ្ញុំអត់ជិះផ្លូវហ្នឹងខ្ញុំជិះផ្លូវកាត់អូមកខ្ញុំអញ្ចឹងនេះគឺវិចិត្របញ្ញាដេកអបការអូល្អបាត់គេណានេះមានពេទ្យមួយដែរជាយូរទៅឃើញពេទ្យនោះអត់បើកទ្វារទៀតនោះមានផ្ទះមួយផ្ទះណាគេនៅបងក្អែកបាត់ចិត្តសាលាឃុំគោកត្រប់ស្រុកបដាស្ទឹងខេត្តកណ្ដាលអញ្ចឹងយើងមិញហ្នឹងយើងមកដល់សាលាឃុំគោកត្រប់យើងមកស្គាល់ដែរសាលាឃុំគោកត្រប់ហ្នឹងតែស្គាល់លើកទី1នេះបងប្អូននេះតេស្តដឹកតកកតេស្តដឹកតកកអនាម័យមិញហ្នឹងណាតេស្តដឹកតកកអនាម័យជើងនេះផ្ទះគេណាខ្ញុំសំណចំនួនហ្នឹងគេដែរដែរមានផ្ទះវិឡាធំមួយទៀតនោះអូនេះក្រុមផ្លាញផ្លូវមួយវិជាមេតារេឃើញពូអមមួយហ្នឹងគាត់គុំមហាស្រូវអូស្រូវខៀវល្អមែនអានមែនខៀវស្ងាត់ហ្មងផ្លូវនេះខៀវស្រងាត់អូមានបន្លាយទឹកមានអីមកតំអឹងនេះបងវត្តគោកកាក់វត្តកោកកាក់អីមានវត្តកោកកាក់វត្តកោកកាក់នេះប្រហែលជាវត្តអ្នកមានដែរបងប្អូនឃើញវាឃើញអីស្រស់ស្អាតមានបច្ច័យអធិការមានអីនៅក្នុងនឹងអញ្ចឹងបើតាមខ្ញុំស្មានដូចជាជិះចិត្តដល់ចេញដល់ផ្លូវជាតិលេខ2វិញនេះបងប្អូនមើលទៅអូមានសាលាមួយទៀតចាំមើលសាលានេះគេហៅសាលាអីគេមានក្មេងៗមានគ្រូរៀនដែរសាលាគោកត្រប់ Monster សាលាគោកត្រប់ Monster សាលាគោកត្រប់ Monster នេះបងប្អូនមានអានេះផ្លូវទៅណាទៅណីនេះមានផ្លូវភូមិទៅនៅក្នុងមួយទៀតទាំងភូមិនេះភូមិធំហ៎បងប្អូនភូមិធំអានេះចង់ធ្លាក់ផ្លើមបងប្អូនអើយចឹងមកដល់ទីនេះយើងបានជួបកន្លែងរោងវិចារមួយទៀតដែលគាត់កំពុងតែជូនឡើងទៅលើមកតេស្តប៉ុណ្ណឹងគាត់ដឹក4-10បាវបងប្អូនមិនដឹកធម្មតាអត់តេស្តទូចតែចិត្តធំបងប្អូនតេស្តទូចចិត្តធំ
ចឹងនេះផ្លូវនេះផ្លូវធំមិនគេណាគេមានផ្លូវធំផ្លូវអីនៅខាងក្នុងទៀតតែខ្ញុំអត់បានជិះទេចាំមើលមានពេលខ្ញុំបានជិះខ្ញុំជិះចូលទៅ